ក្រុមគ្រួសារតូចៗគួរឲ្យស្រឡាញ់ដូចនេះកំពុងបីបាច់ក្នុងកសិដ្ឋានចិញ្ចឹមទន្សាយខ្នាតតូចមួយហៅថា Cambo Farm ដែលមានទីតាំងនៅភ្នំពេញកំពុងដំណើរការដោយម៉ាឡៃនិងសុវណ្ណរិទ្ធអានឹងទន្សាយប្រភេទអីដែរបងគឺជាទន្សាយប្រភេទផុនខ្មែរយើងបងក្រៅពីពូទន្សាយក្នុងស្រុកជាទូទៅទន្សាយចិញ្ចឹមលក់នៅលើទីផ្សារភាគច្រើននាំចូលតាមប្រទេសថៃដូច្នេះហើយម្ចាស់កសិដ្ឋាននេះសង្ឃឹមថាពូទន្សាយទាំង4ប្រភេទដែលពួកគេយកមកបង្កាត់នឹងអាចកាត់បន្ថយបានខ្លះៗពីការនាំចូលពីបរទេសដោយអតិថិជននឹងបែរមុខទិញទន្សាយពីកសិដ្ឋានក្នុងស្រុកដែលមានតម្លៃថោកជាងទន្សាយហ្នឹងអីដែរមកនេះហៅប្រភេទអង្គរ៉ាពូជសម្ៅវារួមវែងតែអាហ្នឹងវាពិបាកថែតិចត្រង់ថាយើងក្នុងមួយអាទិត្យយើងអាចតនេយើងអាចសិតសក់ឲ្យវាសិតរួមឲ្យវាហ្នឹង2ទៅ3ដងហើយទៅក៏ការពារកុំឲ្យវាដាច់ម៉ាឡៃនិងសុវណ្ណរិទ្ធបានបង្កើតជាអាជីវកម្មនេះឡើងកាលពី2ឆ្នាំមុនគឺកាលពេលដែលពួកគាត់សម្លឹងឃើញសក្តានុពលដ៏ប្រសើររបស់អាជីវកម្មនេះនៅក្នុងទីផ្សារកម្ពុជាគាត់ក៏ចាប់ផ្ដើមស្រាវជ្រាវរកបច្ចេកទេសចិញ្ចឹមទន្សាយត្រឹមត្រូវតាមរយៈប្រព័ន្ធអ៊ីនធឺណិតដោយចាប់ផ្ដើមពីទន្សាយតែ2ក្បាលប៉ុណ្ណោះបច្ចុប្បន្នពួកគាត់អាចចែកចាយទន្សាយក្នុងកសិដ្ឋានរបស់គាត់ទៅតាមបណ្ដាខេត្តនានានិងនៅមានទន្សាយរហូតដល់ជាង200ក្បាលផ្សេងទៀតត្រៀមទទួលម្ចាស់ថ្មីរបស់វាទន្សាយវាស្រួលត្រង់ថាវាលឿនត្រង់ថាគាត់ចាប់ផ្ដើមពីដាក់ឈ្មោលរហូតដល់កើតកូនគាត់បានលក់តែ2ខែគឺអាចទទួលបានផលហើយបើមួនវិញយូរលក្ខណៈ6ទៅ7ខែបើយើងទទួលបានផលអញ្ចឹងគឺទន្សាយលឿនហើយទីធ្លាវាយើងដាក់ក្នុងធុងរហូតយើងអត់ប្រឡែងអត់អីទេណាទន្សាយប៉ុន្តែគាត់ថាយើងត្រូវការចំណាយពេលដើម្បីសម្អាតទន្សាយអត់ចូលចិត្តកខិចទេហើយក៏អត់ចូលចិត្តអាហារដែរកខិចដែរគឺហូបស្អាតដេកស្អាតហ្មងទន្សាយជាការពិតយើងពុំបានធំក្លិនស្អុយនៅក្នុងកសិដ្ឋានគ្រួសារនេះឡើយពួកគាត់ទាំងពីរបានប្រាប់ភ្នំពេញប៉ុស្តិ៍បន្ថែមទៀតថាបើទោះបីចំនួនទន្សាយកំពុងតែកើនឡើងក្តីក៏ Cambo Farm មានលទ្ធភាពត្រឹមបំពេញចំណាយតូចមួយប៉ុណ្ណោះនៅក្នុងទីផ្សារក្នុងស្រុកដែលកំពុងតែរីកលូតលាស់ហើយដើម្បីឆ្លើយតបទៅនឹងឱកាសនេះអ្នកទាំងពីរកំពុងរៀបចំដំណើរការគម្រោងពង្រីកបន្ថែមទន្សាយមេចំនួន 1000 ក្បាលទៀតដែលប្រហែលនឹងអាចផ្ដល់លទ្ធភាពឈានទៅរកការផ្គត់ផ្គង់ទីផ្សារសាច់ខ្លះៗផងដែរគំច័ន្ទរស្មីភ្នំពេញប៉ុស្តិ៍